ទស្សដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់ពីរបៀបឆែកមើល Facebook របស់យើងតើមានជនណាម្នាក់ដែលបានហេកចូលក្នុង account Facebook របស់យើងអញ្ចឹងយើងអាចទៅដកគេចេញបានអូខេអញ្ចឹងបងប្អូនជាដំបូងបងប្អូនចូលមកកន្លែងសញ្ញាត្រី3របស់យើងមកហើយបងប្អូនយកម្រាមដៃអូសត្រូលឡើងទៅលើចូលពាក្យដែលគេដាក់ថាការកំណត់និងឯកជនភាពកន្លែងស្ពឺកង់ទេសហ្នឹងអូខេហើយមកដល់ចំណុចនេះដែរបងប្អូនក៏លេខមកមើលខាងលើដែលគេដាក់ពាក្យថាការកំណត់កន្លែងរូបក្បាលលើហ្នឹងបងប្អូនចុចចូលមកហើយបងប្អូនមកដល់ចំណុចនេះដែរបងប្អូនក៏លេខមកមើលខាងលើបងប្អូនឃើញកន្លែងសញ្ញាមាន4ហ្នឹងដែរបងប្អូនគ្រាន់តែយកម្រាមដៃប៉ក់ទៅលើហ្នឹងទៅវានឹងលោតចូលទៅខាងក្នុងហើយអូខេហើយបន្ទាប់មកទៀតមកដល់ចំណុចនេះដែរបងប្អូនក៏លេខមកមើលខាងលើដែលគេដាក់ថាពាក្យសម្ងាត់និងសន្តិសុខបងប្អូនគ្រាន់តែយកម្រាមដៃចុចពីលើនឹងមកហើយបន្ទាប់មកទៀតមកដល់ចំណុចនេះដែរបងប្អូនក៏លេខមកមើលខាងក្រោមដែលគេដាក់ថាកន្លែងដែលអ្នកបានចុះឈ្មោះចូលអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺមានន័យថាគឺកន្លែងដែលគេបានចុះឈ្មោះចូលលើទូរស័ព្ទឬមួយក៏លើកុំព្យូទ័រអញ្ចឹងមកដល់ចំណុចនេះដែរបងប្អូនក៏លេខមកមើលខាងលើកន្លែងរូប Facebook របស់យើងហ្នឹងកន្លែងឈ្មោះរបស់យើងហ្នឹងបងប្អូនគ្រាន់តែយកម្រាមដៃធីកចូលមកអូខេហើយមកដល់ចំណុចនេះដែរបងប្អូននេះបងប្អូនឃើញនេះឧបករណ៍ដែលគេបានចុចចូលក្នុង Facebook យើងមានទូរស័ព្ទអ្វីខ្លះកុំព្យូទ័រអ្វីខ្លះគឺមាននៅក្នុងនឹងទាំងអស់បងប្អូនឃើញហើយអាសាចូលឆាយផងបងប្អូនប្រយ័ត្នមានគេហេកចូលរបស់យើងអញ្ចឹងណាអញ្ចឹងបងប្អូនអាចចូលមកមើលតាមនឹងបានទេបងប្អូនឃើញនេះសិតតែគឺចូលអញ្ចឹងនេះគ្រាន់តែជាទូរស័ព្ទរបស់ខ្ញុំទេណាដែលខ្ញុំបានលុបចូលហើយវាមានពេលវេលាវាមានម៉ោងវាមានកំណត់ទីតាំងនៅនឹងទាំងអស់ហើយមួយទៀតបើសិនជាបងប្អូនចង់ដកគេចេញបងប្អូនក៏លេខមកមើលខាងក្រោមនេះដែលគេដាក់ថាជ្រើសរើសឧបករណ៍ដើម្បីចេញនេះបងប្អូនគាត់ចុចពីលើហ្នឹងមកនេះអូខេហើយនេះបងប្អូនចង់ធីកយកអ្នកណាគេទូរស័ព្ទមួយណាដែលយើងមិនដែលស្គាល់បងប្អូនអាចចុចចឹងហើយបងប្អូនចុចមកខាងក្រោមនេះគេដាក់នេះបណ្ដាច់ចេញនេះចឹងបងប្អូនចុចហ្នឹងមកតែសម្រាប់ខ្ញុំគឺខ្ញុំអត់បានបណ្ដាច់ទេបងប្អូនគឺខ្ញុំជាឧបករណ៍របស់ខ្ញុំទាំងអស់ហើយសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្ណឹងទេបងប្អូនកុំភ្លេចចុច like ចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត